តើ Aruba ដាក់កីឡាករជម្រើសទី1ឬជម្រើសទី2របស់ខ្លួនក្នុងការប្រកួតមិត្តភាពជាមួយនឹងវិសាខានាពេលកន្លងមកនោះឬយ៉ាងណាហើយការប្រកួតជាមួយនឹងក្រុមជម្រើសជាតិកម្ពុជានៅថ្ងៃស្អែកគេនឹងប្រើប្រាស់ជម្រើសកីឡាករបែបណាការប្រកួតមិត្តភាពរវាងវិសាខាជាមួយនឹង Aruba បានបញ្ចប់ទៅដោយវិសាខាបានយកឈ្នះ3-1នៅកីឡដ្ឋាន Print ហើយមានអ្នកគាំទ្រមានចម្ងល់មួយចំនួនដែលលើកឡើងថា Aruba អាចនឹងដាក់ជម្រើសទី1ឬក៏ជម្រើសទី2ក្នុងការប្រកួតទល់នឹងវិសាខាចម្លើយនោះគឺថាបើយោងទៅតាម11អ្នកដំបូងដោយមិនគិតពីកីឡាករបដូរចូលយើងមកចាប់ផ្ដើមជាមួយនឹងអ្នកចាំទីមុនគេនោះគឺអ្នកចាំទី Germany Eden បានបង្ហាញខ្លួនលើកដំបូងជាមួយនឹងក្រុមជម្រើសជាតិ Aruba កីឡាករលេខ8 Walter Bennett គឺជាប្រធានក្រុមបានលេងជាមួយនឹង Aruba 23ប្រកួតហើយកីឡាករលេខ2 Nikisin Paul គឺជាកីឡាករដែលលេងឲ្យជម្រើសជាតិ Aruba ច្រើនជាងគេមកដល់ពេលបច្ចុប្បន្ននេះ Paul គឺ33លើកកីឡាករលេខ4 Bradley Martin បានបង្ហាញខ្លួនលើកដំបូងជាមួយនឹងក្រុមជម្រើសជាតិកីឡាករលេខ5 Kimani Nit លេងបាន12ប្រកួតកីឡាករលេខ6 Rowan Ostina លេងបាន23ប្រកួតនិងជាកីឡាករដែលទាត់បញ្ចូលទីច្រើនជាងគេឲ្យ Aruba ពលគឺបាន7គ្រាប់ហើយកីឡាករលេខ7 Dimensio Setchi លេងបាន4ប្រកួតកីឡាករលេខ9 Terence Grossen លេងបាន20ប្រកួតនិងរកគ្រាប់បាល់បានចំនួន6គ្រាប់កីឡាករលេខ10 Joshua Gross លេងបាន13ប្រកួតនិងរកគ្រាប់បាល់បាន2គ្រាប់កីឡាករលេខ11 Steven Romelcher លេងបាន17ប្រកួតនិងកីឡាករលេខ14 Diderek Luden លេងបាន10ប្រកួតនិងទាត់ចូលចំនួន1គ្រាប់ដូច្នេះតាមរយៈកីឡាករ11អ្នកដំបូងដែលលេងទល់នឹងវិសាខានេះយើងអាចសន្មតបានថាកីឡាករជម្រើស11អ្នកដំបូងរបស់ Aruba គឺជាកីឡាករជម្រើសទី1របស់ខ្លួនលើកលែងតែអ្នកចាំទីនិងកីឡាករលេខ4ដែលទើបតែបង្ហាញខ្លួនលើកដំបូងជាមួយនឹងក្រុមជម្រើសជាតិតែប៉ុណ្ណោះយើងចាំមើលតើ Aruba នឹងរៀបចំយ៉ាងណាក្នុងការលេងជាមួយនឹងក្រុមជម្រើសជាតិកម្ពុជានៅថ្ងៃស្អែកនេះនាំមកជូនដោយ855 STV ទស្សនាបាល់ទាត់ដោយសេរីកម្រិត HD